ពេលព្រឹករបស់ស្ត្រីមានផ្ទៃពោះនៅថ្ងៃនេះគឺមានកាហ្វេមួយកែវហើយនឹងសាំងវិចគៀបម្ដុំសល់ពីកូនហើយមិនបាច់វែកញែកច្រើនទេរឿងផឹកកាហ្វេមានផ្ទៃពោះផឹកកាហ្វេបានដែរអូបើកូននៅទឹកដោះផឹកកាហ្វេបានដែរអូហេតុអីបានជាគេមិនចង់ឲ្យយើងញ៉ាំកាហ្វេពេលយើងមានផ្ទៃពោះសារតែកាហ្វេវាប្រឆាំងជាមួយជាតិដែកអញ្ចឹងបើសិនជាយើងខ្វះគ្រាប់ឈាមក្រហមដាក់កាហ្វេទៅប្រយ័ត្នត្រុតត្រោមខ្លួនណាម៉ែថាចាំកូនដោយទឹកដោះរឿងមួយក៏មានផ្ទៃពោះទេនេះតែប៉ិតទៅមួម៉ៅប្តីដែរឆុងកាហ្វេឲ្យឡើងចាស់អញ្ចឹងក៏ទាញ organic oat ហ្នឹងមកបន្ថែមក្នុងកាហ្វេកុំឲ្យវាចាស់ពេករាល់ដងផឹកសិតតែ Americano ចេះផឹកដែរប៉ុន្តែដោយសារតែវាមិនចូលអាកាហ្វេល្វីងហ្នឹងឥឡូវអញ្ចឹងបានឆ្លៀតចាក់ oat meal ចូលក្នុងកាហ្វេដើម្បីបន្ថែមរសជាតិចាក់ប៉ុណ្ណឹងហើយនៅល្វីងក៏ទៅមាត់យើងពេលដែលមានផ្ទៃពោះគឺប្រែប្រួលហ្មងចាក់ចុះចាក់ឡើងចាក់ចុះចាក់ឡើងថែមរហូតចំពោះម៉ែដែលឆ្ងល់ថា organic oat ហ្នឹងអីគេ oat meal ហ្នឹងអីគេតែប៉ិតវាជាប្រភេទភេសជ្ជៈស្រៀងជាមួយនឹងទឹកដោះគោប៉ុន្តែអត់មានជាតិស្ករ lactose អត់មានជាតិទឹកដោះគោទេអានេះគេហៅថា plant based meal សម្បូរទៅដោយកាល់ស្យូមស័ក្តិសមសម្រាប់មនុស្សដែលមិនចូលចិត្តផឹកទឹកដោះគោញ៉ាំជាមួយនឹងភេសជ្ជៈផ្សេងៗក៏បានញ៉ាំសុទ្ធក៏បានដែរវាអត់មានក្លិនឆ្អាបទេហើយរសជាតិរបស់វាក៏រៀងស្រួលលេបដែរហើយអ្នកហៅប្តីយកទៅទុកផងយកទៅទុកផងប្តីនៅអត់ព្រមយកទេទៅលើកកៅបង្ហាញឯណានោះហើយប្រភេទ oat meal បែបនេះយើងញ៉ាំបានទាំងអស់គ្នាប្រុសស្រីក្មេងចាស់បើកូនក្មេងតូចតូចយើងមិនអាចយកជំនួសទឹកដោះគោបានទេកូនញ៉ាំម្ដងម្កាលគឺអូខេប្តីខ្ញុំថ្ងៃហ្នឹងក៏ឆុងកាហ្វេជាមួយនឹង oat meal ដែរហើយឆុងខ្លួនឯងដាក់ oat meal ច្រើនទៅពេលឆុងឲ្យខ្ញុំដាក់ oat meal មិនតិចយល់ហ្មងហើយឃើញខ្ញុំញ៉ាំតំណងគាត់ញ៉ាំដែរទៅ